បងប្អូនធ្លាប់តែញ៉ាំអំបុកប៉ុន្តែអត់ធ្លាប់ធ្វើទេតោះមកដឹងពីវិធីធ្វើទាំងអស់គ្នាជាដំបូងយើងត្រូវលាងស្រូវដែលយើងបានជ្រើសរើសជាប្រភេទស្រូវរំដួលឬក៏ជាប្រភេទស្រូវផ្កាម្លិះយកមកលាងវាឲ្យស្អាតហើយទុកឲ្យវាឲ្យស្រស់ទឹកនៅពេលដែលស្រូវស្រស់ទឹកល្អយើងក៏ចាប់ផ្ដើមយកស្រូវទៅដាក់លីងនៅក្នុងឆ្នាំងខ្ទះដែលយើងបានរៀបចំចំនួន2មួយភ្លើងតិចមួយភ្លើងខ្លាំងហើយយើងដាក់ខ្សែពានឲ្យវាធ្វើការដោយខ្លួនឯងបន្ទាប់ពីស្រូវឆ្អិនយើងក៏ចាក់ចូលទៅក្នុងត្បាល់ក្តឿងរបស់យើងទៅហើយយើងក៏ចាប់ផ្ដើមដោះទំនួលនៅពេលដែលដោះទំនួលម៉ាស៊ីនដៃដែលយើងបានដាក់ក្នុងវាក៏វិលហើយវាក៏ចាប់ផ្ដើមធ្វើការយើងមានតួនាទីគ្រាន់តែអង្គុយឆ្កៀលវារហូតតតែមើលថាអំបុកយើងសំប៉ែតល្អហើយជ្រះស្រូវល្អហើយរួចរាល់មានន័យថាវាសំប៉ែតខ្លះទៅជាអំបុកយើងក៏ចាប់ផ្ដើមដាក់ទល់វាបន្ទាប់ពីទល់យើងក៏ធ្វើការដួសវាចេញហើយយើងក៏បានយកអំបុកដែលមានកន្ទក់នោះដាក់ចូលទៅក្នុងកញ្ច្រែងដែលយើងបានរៀបចំឲ្យវាធ្លាក់កន្ទក់ដោយខ្លួនឯងដោយមិនចាំបាច់យកទៅរែងម្ដងទៀតនោះទេនៅក្នុងមួយរង្វេលជុំត្បាល់ក្តឿងស្រូវដែលយើងដាក់លីងក៏ឆ្អិនល្មមហើយកន្ទក់ក៏ធ្លាក់អស់បានស្អាតផងដែរបន្ទាប់មកយើងយកវាទៅធ្វើការអុំជំរះកន្តិចអង្កាមណាដែលវាអាចធ្លាក់ចុះអស់ហើយវាក៏អាចនៅមានស្រូវមួយចំនួនដែរចំពោះស្រូវគឺជួនមានជួនអត់ពេលខ្លះក្តឿងយើងមានបញ្ហាតិចតួចដែលយើងអត់បានសេរីវាត្រឹមត្រូវអញ្ចឹងវាមានស្រូវច្រើនឬក៏ស្រូវតិចទៅតាមនឹងដែរហើយបើចង់ឲ្យអំបុកយើងមានភាពស្រួយល្អញ៉ាំទៅឆ្ងាញ់ជាប់មាត់គឺយើងត្រូវយកវាទៅហាលថ្ងៃចាសូមអរគុណច្រើន